Ca đất xảy cha đa lên đó đất xảy cha đa mới này đấy nè sạch mà từng ác nè nhom nơi của bông xăm chật đập nằm ấy hay để sai nhom khơi nhờ sân tốt này ca tết cho không sọc bỏ bông vốn cái máy dương là ca lần khăn mình để vì sẽ mà dạy trong khối nhom khơiแบบdụ chânสมัยทำไมจะจัดได้เลยชานทริปดังเมนดังโซโล่ทริปเมนดังกรุ๊ปทริปไอ้พวกก็ได้สบายชานให้พิเศษคือดมอนชเน่มองมันทาแกบมันทากปอดมันทากระพงซ้อมมันทากกล้องเนี่ยเลยกล้องจะบังสตาร์บัคที่ตัวแต่แอมเด็ดจังใครยอมไม่กระจ้องคือไอ้ไม่ยากนะไม่เลิกตัววิสัยที่โชว์น้องสกยังไงยอมโรซี่น้องวิสัยที่โชว์วิชันซ้ำได้ให้วันทาระบอตัวตาเก็บจบอันเป็นไอ้ทมดมเองแต่แต่ยอมได้ช่วยจัดได้เลยนี่นี่จังเลยไงนี้ยอมจังเฟิร์ทริปมาเจิงบางคนปีมปิ้งเมากับพงซ้อมบนละเงียบางคนกระทาใจมันเนี่ยมันซ้ำแล้วเนี่ยยมจังเธอกระจับมันเนี่ยดับเมินใบป้อนมันเนี่ยใจดับเมินผมใบป้อนเรียนเลยขมายเยอะนะบางคนโบรวมทลายเฟิร์มนาปีพนมปิ้งเมากับพงซ้อมหายปีกับพงซ้อมเตอพนมปิ้งเป็นเด็ดให้ในขนมนั้นยมเมียนเสวากรรมจูนดาเลงในขนมกับพงซ้อมจูนดาวทอรุกตามกับแหล่งสะอาดซิมซีเมียนกอริจบดเมียนกาแฟบราวน์เมียนปะทองเนียงนี้เมียนขมายเธอบ้านเมียนดำเชอจำสไนไอ้ยังไงอาจูนต่อปีอาจูนเตอเลงในอินดิเพนเดนต์ชนิดไอ้กระดิ่งเราตามเปลจอนแต่เมื่อสปาแต่เมื่อสปินกอบพวกไอ้น้องเด็ดยิ่งถ้าจูนมาซอกกับพงซ้อมมาทริปนั่นคือตักได้กับพงซ้อมมาเลยแปรปรดกับนักรักยังบ้านเคยสั่งตั้งสองเคยตั้งเอาคุกไหลมั้งไอ้ใจแต่มันดับเบิลใบปอนดีbây giờ chi tạ sĩ thầm đã tới mau bông sớm rồi tới mau tới phải mơn nữa đập mơn đây mày không nhà mình ban tana nó khoai lá này cho hơi chi hề để anh ấy một con trip 10 nhóm mình đã đập mơn 7 pon cứ nhôm chun ra lên pinกับbông sớm bà miền free特色nhắmទៀតហើយយើងចូលចតនៅមីតាលីសម្រាប់បងប្អូនដែលមកសម្រាប់មកផ្លែតអង្គុយលេងនៅនោះអាចហៅទឹកអាលេង free អាចប្រើបន្ទប់ទឹក free នៅឆ្នេរអូត្រេសហ្នឹងចង់ហៅទឹកសមុទ្រលេងមកសន្ទុះសិនចាំទៅលេងបន្តទៀតក៏បានអានេះជាកញ្ចប់ពិសេសហ្មងចឹងយើងដើរលេងពេញមួយថ្ងៃចំណាយតែម្នាក់107,000ទាំងការធ្វើដំណើរទាំងការជូនដើរលេងថតរូបផ្សេងៗហើយសបុតចូលទៅទស្សនានៅកោះរាជបុត្រសបុតចូលទៅទស្សនានៅកោះរាជបុត្រដើរលេងជុំវិញកោះថតរូបជុំវិញកោះហ្នឹងគឺសបុតម្នាក់2ដុល្លារខាងខ្ញុំចេញឲ្យទៀតនៅក្នុងកញ្ចប់ហ្នឹងស្រាប់ទៀតបាទបងប្អូនបាច់ចំណាយថែមនេះបើចាយថែមញ៉ាំអីនឹងចាយរៀងខ្លួនបាទតែតើតោះរឿងធ្វើដំណើរតើតោះសបុតចូលកោះរាជបុត្រគឺខ្ញុំចាត់ចែងឲ្យហើយចាយតែម្នាក់107,000ហ្នឹងមកហើយខ្ញុំចង់សាកល្បងធ្វើមកទ្រីបដំបងសាកមើលសិនដាក់45នាក់មួយឡានធំមកសិនបងប្អូនអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍អាចចុះឈ្មោះបដាទៅទ្រីបនេះខ្ញុំកម្រងចង់ធ្វើថ្ងៃសៅរ៍យើងទី10ជាងនេះទេប៉ុន្តែចាំមើលសិនបើគ្នាយើងកក់គ្រប់ពេញ45កៅអីចេញរួចយើងចេញតែបើអត់តនេះយើងសុំលើកទៅសប្តាហ៍បន្ទាប់ព្រោះដោយសារខ្ញុំចេញភ្លាមឃើញលោថាអ្នកខ្លះអត់តបានទទួលបានព័ត៌មានអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់អ្នកដែលបានឃើញព័ត៌មាននេះហើយអាច share តនេះទៅ9មិត្តភក្តិមកក៏បានមកតែឯងក៏បានបាទអត់បញ្ហាមកតែឯងយើងពឹងគ្នាថតរូបគ្នាទៅវិញទៅមកទៅតែបើយើងមានគ្នាមកស្រាប់យើងជួយថតរូបគ្នាទៅស្ដាយទេសភាពស្ដាយបរិយាកាសព្រោះឲ្យខំមកដើរលេងហើយកុំឲ្យថានេះថតយកទៅអួតវិញយកទៅផុសក្នុង social media អីចឹងទៅអញ្ចឹងបច្ចៈកញ្ចប់ solo trip នេះគឺម្នាក់108,000 រៀលខាងខ្ញុំដែលរៀបផ្ទាល់ហើយចង់ដឹងមុខដែលរៀបមិនមើលក្បាលវីដេអូមិញទៅដឹក share ដើរលេងមិញហ្នឹងខ្ញុំហើយនឹងចាស់សម្លេងហ្នឹងថ្ងៃខ្ញុំមានទៅបឹងគីឡូហើយជាភោជនីយដ្ឋាននៅឆ្នេរអូត្រេស2កំពង់សោមឈ្មោះថាមីតាលីបងប្អូនទីតាំងផ្ទាល់របស់ខ្ញុំហើយ trip នេះគឺខ្ញុំចង់ដើរលេងខ្លួនឯងផងហើយខ្ញុំចង់នាំគេដើរលេងផងអញ្ចឹងខ្ញុំរៀប trip នោះមួយមកឃើញលោមានអ្នកចាប់អារម្មណ៍ឃើញលោមានអ្នកធ្វើការនៅ office យូរទៅ stress ចង់ដើរចង់លំហែចង់ relax គេអត់ចង់ចំណាយច្រើនអីចឹងណាបើប្រមូលគ្នាទៅលោនិយាយបានចេញធៀមពួកម៉ាអីចេះតែប្រមូលបានទេហើយបើដើរខ្លួនឯងលោវាចំណាយធំពេកអញ្ចឹងខ្ញុំរៀបកញ្ចប់ហ្នឹងមកម្នាក់គេទៅ27ដុល្លារណោះអ្នក108,000បិចប្រាក់ខែបន្តិចមកយើងអាន relax បានមួយថ្ងៃដែរឆ្លាស់បានមួយថ្ងៃដែរមើលគេមើលឯងទៅមក chill នៅមាត់សមុទ្រដាក់មឹកអាំងដាក់អីថតរូប selfie ផុសបានមួយអាទិត្យពីរអាទិត្យដែរដូចឃើញក្នុងវីដេអូនេះអញ្ចឹងនេះកំពុងតែដើរទៅលើស្ពានទៅលើកោះរាជបុត្រកោះសពូចហ្នឹងអាហ្នឹងយើងទិញសបុតចូលម្នាក់2ដុល្លារតែមិនភ័យទេនៅក្នុងកញ្ចប់ហ្នឹងខ្ញុំទិញអាហ្នឹងឲ្យហើយខ្ញុំបូកអាហ្នឹងឲ្យហើយធ្វើតែខ្លួនស្អាតមកសារ៉េជូតកញ្ចក់កាមេរ៉ាឲ្យតែស្អាតមកទុក selfie ហើយទឹកគេថ្លាឆ្វង់មើលឃើញត្រីហែលពេញបាតសមុទ្រចឹងលោអញ្ចឹងឲ្យសុខខ្មែរអញ្ចឹងមានតែអន់ចាញ់បរទេសហ្មងសមុទ្រក៏ស្អាតឆ្នេរខ្សាច់ក៏ស្អាត
យើងគ្រាន់តែខ្សោយរឿងសេវាកម្មទេសចរយើងនៅអន់យ៉ាងគេបើយើងប្រៀបធៀបvớiចិត្តខាងយើងមិនទាន់សម្បូរបែបដូចគេអញ្ចឹងក៏បាត់ចេះខំប្រឹងជួយគ្នាម្ដាយមួយជើងម្នាក់ទៅនៅណាជួយអីបានក៏ជួយនឹងពង្រឹងសេវាទេសចរយើងបន្តិចមើលបាទអញ្ចឹងដូចខ្ញុំបញ្ជាក់គោលដៅទេសចរយើងមានច្រើនយើងមានកោះរាជបុត្រយើងមានបថោងតង់ស្បៃនឹងនេះយើងមានខ្មែរធ្វើបានយើងមានដើមឈើចាំស្នែបណ្ដេញចឹងមកដល់មីតាលីសម្រាប់មួយផ្លែតឲ្យបងប្អូនប្រើបន្ទប់ទឹកឲ្យបងប្អូនហែទឹកលេងក៏អង្គុយមើលឆ្នេរសមុទ្រអេនទីទៅហើយយើងហួសបន្តទៅកាហ្វេ Brown ស៊ី view ហ្នឹងកាហ្វេក៏ឆ្ងាញ់ view គេក៏ឆ្ងាញ់បាទហើយបើយើងចេញពីកាហ្វេ Brown ហ្នឹងយើងហួសទៅមុខទៅយើងទៅឆ្នេរអូឈើទាលយើងទៅតោ2យើងទៅកតុយនេះបណ្ដេញមកជួរហ្នឹងហ្មងថតរូប check in selfie នឹងចប់យើងហួសទៅឆ្នេរឯករាជ្យបងប្អូនទៅតែ7ជាន់ទៅមើលស្វាទិញចេកទិញស្វាលេងហ្នឹងទៅថតរូបនៅក្នុងកន្លែងគេនោះក៏ស្អាតដែរហើយហួសទៅយើងទៅមើលស្ពានកោះពោះទៅអីហ្នឹងថតរូបលេងនៅក្នុងមួយជុំហ្នឹងទៅហើយបានយើងត្រឡប់ល្ងាចប្រឡប់យើងត្រឡប់ឡានត្រឡប់ទៅភ្នំពេញវិញអញ្ចឹងមួយ trip ហ្នឹងគឺមកបោះល្ងាចហ្នឹងយើងក៏ឡុកទីក្រុងពេញកំពង់សោមហ្មងនេះដាក់បាយប្រអប់មកញ៉ាំនៅនឹងវត្តសមុទ្រទៀតក៏ chill នេះមាន speaker មានអីមកចែកធីមអញ្ចឹងមកហើយបើខ្ចប់ពីណាមកខ្ចប់នៅមីតាលីក៏បានដែរបងមកប្រអប់10000មកប្រអប់20000អីអត់ពិបាកទេជា trip មួយនេះគឺខ្ញុំរៀបស្មីឲ្យចាយលុយតិចផុតសុបាយបែបchill សាមញ្ញប៉ុន្តែ fresh relax អញ្ចឹងខ្ញុំជឿថាអត់ខកចិត្តអត់ខកម្ដងឯងចាយ100,000លេងកំពង់សោមថ្ងៃបើងាយបោកទាំងស៊ីបោកទាំងចាយអីជិបចប់ដល់ថាអមអ្នក100,000ជាង200,000ហ្នឹងគ្រាន់បាត់ទេបើយើងមិនចាយអីច្រើនបើយើងមិនទិញអីច្រើនអញ្ចឹងបងប្អូនណាដែលមានចំណាប់អារម្មណ៍ចង់សាកល្បងចង់តេស្តចង់បន្ថយមើលតើ108,000ហ្នឹងបានអីខ្លះឈៀលឬមិនឈៀលបើយើងប្រៀបធៀបទៅមិនស្មើផឹកប្រយ៉ា2ថូនៅភ្នំពេញទេខ្ញុំនិយាយមែន108,000ដើរលេងពេញកំពង់សោមទៅមកនេះបើផឹកនៅភ្នំពេញអស់តែមួយកេះកន្លះ2កេះដាច់បាត់ហើយ100,000ហ្នឹងមួយកេះប្រយ៉ាហើយសាច់ខ្លែម2ចានក៏អត់គ្រាន់ដែរ